នេះទិដ្ឋភាពនៅផ្លូវចូលភ្នំតាម៉ៅបងប្អូនទិដ្ឋភាពផ្លូវចូលភ្នំតាម៉ៅមិនមែនធម្មតាណាបងប្អូនមនុស្សច្រើនដូចនៅពេញអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍ចង់វិនិយោគដីនៅដូចជាទន្លេបាទីភ្នំតាម៉ៅអីផ្សេងៗណាអាចតំណាក់តំណងមកយើងខ្ញុំហើយដីយើងខ្ញុំនៅទីតាំងម្ដុំនេះគឺយើងមានលក់ធូរចាប់តម្លៃពី$25ឡើងទៅបងប្អូនឃើញទេមនុស្សតែតាប់តែម្ដងអានេះមានគេចេញពីធ្វើការអ្នកមកលេងថ្ងៃសៅរ៍អាទិត្យផ្សេងមិនថាថ្ងៃសៅរ៍អាទិត្យទេថ្ងៃច័ន្ទដល់ថ្ងៃសុក្រគឺមានគេមកដើរលេងឃើញទេឃើញគេចេញធ្វើការទេម៉ោង4ណាហ្នឹងម៉ោង4ហ្នឹងគេនេះជិះឡានជិះម៉ូតូមានឡានចេញមានឡានចូលម៉ូតូចេញម៉ូតូចូលហើយនេះគឺខ្ញុំថតនៅទល់មុខនឹងផ្លូវចូលភ្នំតាម៉ៅកន្លែងផ្លូវបែកជា4កន្លែងចិត្តនេះហ่ะចិត្តនឹងកសិដ្ឋានគិរីស៊ូកសិដ្ឋានទឹកដោះគោបាទហើយមើលឃើញទេជីច្រើនមែនទែនហើយមានអ្នកទៅមានអ្នកមកចឹងថ្ងៃសៅរ៍អាទិត្យបងប្អូនកុំភ្លេចមកលេងនៅព្រំនីឋានទន្លេបាទីភ្នំតាម៉ៅហើយនៅទីនេះគឺមានប្រភេទដូចជាក្តាមពីលក់ក្តាមពងយ៉ាងហ្នឹងត្រីឆ្លូញត្រីអណ្ដែងប្រហុកដុតផ្សេងហើយបងប្អូនស្រឡាញ់ចូលចិត្តម្ហូបបែបណាទិញបែបហ្នឹងមានដូចជាម្ជូរអំពិលជ្រក់ត្រពាំងផ្លូវមន់អាំងហើយមន់បំពងចង់ទិញតមូលទិញមកចំហៀងទិញស្លាបចឹងវាល្អដែរថងថាយើងមកជាក្រុងវាតម្លៃទាបសមរម្យដែលបងប្អូនអាចទិញទៅហូបបបោបាទហើយទិដ្ឋភាពនេះមានន័យថាដោយក្រុមហ៊ុននេះគឺមានភោជនីយដ្ឋានខាងមុខក៏មានគេសាងសង់បរិយាលក់ផ្សេងផងដែរឃើញទេអត់ដាច់ទេមនុស្សមកចិត្តកក្រែងវាសមជាមួយនឹងមានផ្លូវមានមនុស្សមានផ្លូវមានមនុស្សអញ្ចឹងគេធ្វើផ្លូវកស៊ូមានន័យថាគេមានមនុស្សចេញចូលច្រើនឃើញទេហើយខ្យល់ដើមឈើធម្មជាតិតែម្ដងឃើញទេមនុស្សមកតែនេះរោងអាហារដ្ឋានលក់តាមផ្លូវនេះតតង់មួយក៏មានញៀវចូលទិញដែរណាហើយទឹកខែប្រាំងខែភាសាផ្លូវទន្លេបាទីភ្នំតាម៉ៅនេះគឺជាដីខ្ពស់សើមមានន័យថាមានដីខ្សាច់សបោហើយអ្នកធ្វើរោងចក្រធ្វើរងណាំកសិកម្មអីផ្សេងគឺបានផលល្អដែរអញ្ចឹងណាអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូបាទអរគុណសូមជម្រាបលា